ចាអរគុណសម្រាប់វត្តមានភ្ញៀវយើងទាំងអស់ដែលបានផ្ដល់កិត្តិយសចូលរួមយ៉ាងច្រើនកកកសម្រាប់រាត្រីនេះជារាត្រីរៀបអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាថ្មីរាយមែនតើហើយក៏រំភើបខ្លាំងដែរដែលឃើញវត្តមានភ្ញៀវកិត្តិយសមកចូលរួមបានយ៉ាងច្រើនកកកពេលនេះលោកវ៉ាន់វុធីព្រមទាំងលោកស្រីទេពគឹមលេងនិងលោកអ៊ូសមឿននិងលោកស្រីគួយស៊ីហួយបានរៀបចំមង្គលការកូនប្រុសកូនស្រីកូនប្រុសកាយពិសិដ្ឋកូនស្រីអ៊ូច័ន្ទរស្មីដូច្នេះសូមឲ្យបារមីទេវតាទាំង8ទិសសូមលោកមេត្តាជ្រាបដឹងអស់លោកទាំងអស់នេះជាសម័យដើមវិធីមង្គលនៅក្នុងឱកាសពេលនេះហើយម្យ៉ាងទៀតក្រៃលោកទាំង4នេះមានការបែបបន់អសន្នអន់ក្រកន្លងមកហើយតែកាលណាបើទីផ្ដាបានជួយដល់យើងខ្ញុំទាំងអស់គ្នាកូនខ្ញុំក៏បានសុខថ្ងៃណាខ្ញុំរៀបពិធីមង្គលការខ្ញុំមានភ្លេងថ្វាយដូច្នេះថ្ងៃនេះគូលនងបងប្រាថ្នារបស់លោកទាំង4ដែលលំបាកកន្លងមកនោះថ្ងៃនេះបានរៀបចំពិធីមង្គលការកូនហើយមានភ្លេងទៀតចឹងទេសូមលាពាក្យរំដីថ្វាយដល់ទេវតាខ្ញុំវាលខ្ញុំមកតើហែងនឹកសម្រាប់កម្មវិធីបដិសណ្ឋារកិច្ចក៏ដូចជាការទទួលស្វាគមន៍ចានៅវត្តមានគូស្វាមីភរិយាថ្មីក៏ដូចជាមេដាបៃតាទាំងសងខាងចាក៏បានឈានចូលមកដល់ហើយសូមគោរពខ្ញុំបាទជាឪពុកម្ដាយរបស់កូនក្រមុំសូមថ្លែងអំណរគុណនិងសូមគោរពដល់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាទាំងអស់ដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីអាពាហ៍ពិពាហ៍កូនស្រីកូនប្រុសរបស់យើងខ្ញុំនៅថ្ងៃនេះ ហើយជាចុងក្រោយខ្ញុំបានក៏សូមជូនពរទៅដល់ភ្ញៀវ
ឲ្យទទួលបាននៅជ័យលាភពរដល់គល់ល្អប្រសើរហើយរាល់ការធ្វើដំណើរត្រឡប់ទៅគេអធិដ្ឋានវិញសូមឲ្យមានសេចក្តីសុខគ្រប់គ្នាបាទសូមអរគុណបាទ